ពេលខ្លះយើងមិនបានខ្លាចអ្វីដែលមាននៅចំពោះមុខយើងទេតែយើងខ្លាចអ្វីដែលធ្លាប់ធ្វើឲ្យយើងឈឺចាប់ខ្លាចអ្វីដែលធ្លាប់បំផ្លាញយើងពីអតីតកាលការបំផ្លាញខ្លួនឯងមិនមែនដោយសារយើងស្អប់ខ្លួនឯងទេមិនមែនជាអ្វីដែលយើងចង់ធ្វើបាបខ្លួនឯងទេវាគ្រាន់តែជាវិធីមួយដែលចិត្តយើងប្រើដើម្បីការពារខ្លួនឯងពីការឈឺចាប់ម្ដងទៀតមិនចង់ឲ្យខ្លួនឯងពិបាកម្ដងទៀតប៉ុន្តែការការពារនោះក៏ធ្វើឲ្យយើងនៅជាប់គាំងកន្លែងដើមវាអាចមកពីការភ័យខ្លាចតែមិនមានហេតុផលខ្លាចថាខ្លួនឯងមិនល្អគ្រប់គ្រាន់ខ្លាចថាគេនឹងបោះបង់ខ្លួនឯងចោលឬខ្លាចថាខ្លួនឯងមិនសមនឹងមានក្តីសុខទេបើអ្នកចាប់ផ្ដើមយល់ថាការភ័យខ្លាចទាំងអស់នោះមិនមែនជាការពិតអ្នកក៏អាចចាប់ផ្ដើមឈប់បំផ្លាញខ្លួនឯងដែរដោយការស្វែងយល់ពីអារម្មណ៍របស់ខ្លួនឯងយកចិត្តទុកដាក់ចំពោះអារម្មណ៍របស់ខ្លួនឯងធ្វើការស្វែងយល់ពីតម្រូវការចម្បងដែលខ្លួនឯងចង់បានពិតប្រាកដមិនមែនជ្រើសរើសគេចវេះពីវាទេត្រូវចាំថាអ្នកមិនត្រូវបំផ្លាញខ្លួនឯងដើម្បីការពារខ្លួនឯងទេអ្នកត្រូវការរួបរวมខ្លួនឯងឡើងវិញដោយក្លាហានហ៊ានប្រឈមជាមួយនឹងការឈឺចាប់សម្ពាធអារម្មណ៍មិនល្អដែលកំពុងមានដោយសារតែបទពិសោធន៍មិនល្អពីអតីតកាលដោយសារតែស្នាមរបួសផ្លូវចិត្តតាំងពីកុមារភាពមកម្លេះត្រូវហ៊ានប្រឈមនិងឆ្លងកាត់វានោះអ្នកនឹងបានទៅដល់គោលដៅដែលខ្លួនឯងប៉ងប្រាថ្នា